អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានកាន់អំណាចរដ្ឋចន្លោះពីឆ្នាំ2016ទៅដល់ឆ្នាំ2022អំឡុងពេលនេះបរិះខ្លាំង Duterte បានបើកយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេសដែលបានបើកដៃឲ្យប៉ូលីសនិងយោធាហ្វីលីពីនបាញ់សម្លាប់អ្នកពាក់ព័ន្ធនឹងគ្រឿងញៀនដោយគ្មានចាំបាច់ជំនុំជម្រះនៅក្នុងពេលប្រតិបត្តិការសមត្ថកិច្ចបាញ់សម្លាប់មនុស្សក្រោមហេតុផលការពារខ្លួនបង្កឲ្យស្លាប់ប្រជាជនមិនតិចឡើយបើតាមអង្គការសង្គមស៊ីវិលចំណាត់ការកណ្ដាប់ដៃដែករបស់លោកដូចចាស់ទេបានបណ្ដាលឲ្យស្លាប់ពលរដ្ឋហ្វីលីពីនយ៉ាងតិច 6000 នាក់តែបើតាមទិន្នន័យរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិចំនួនអ្នកស្លាប់អាចមានរហូតទៅដល់ចន្លោះ 12000 ទៅ 13000 នាក់ឯណោះផ្ដើមបើកការស៊ើបអង្កេតនៅឆ្នាំ2021តុលាការព្រហ្មទណ្ឌអន្តរជាតិបានចាត់ទុកការសម្លាប់រង្គាលនៅក្នុងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដូចចាស់ទេថាជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិហើយប៉ូលីសអន្តរជាតិអង្គតាប៉ូលអនុវត្តនៃការចាប់ឃាត់ខ្លួនរូបលោកដូចចាស់ទេនៅព្រឹកថ្ងៃអង្គារទី11មីនានៅព្រលានយន្តហោះអន្តរជាតិក្នុងក្រុងម៉ានីលជាទីដែលលោកទើបតែធ្វើដំណើរមកពីក្រុងហុងកុងនៅហុងកុងកាលពីថ្ងៃអាទិត្យទី9មីនានៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ដែលភាគច្រើនជាកម្មករហ្វីលីពីននៅហុងកុងលោកដូចចាស់ទេបានថ្លែងរិះគន់ដោយពាក្យសម្ដីធ្ងន់ធ្ងរចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិហើយថែមទាំងជេរប្រមាថក្រុមអ្នកស៊ើបអង្កេតអន្តរជាតិទៀតផងក្នុងវ័យ79ឆ្នាំលោក Rodrigo Duterte ក៏បានថ្លែងការពីយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនថាលោកគ្មានអ្វីសោកស្ដាយឬត្រូវសុំអភ័យទោសនោះឡើយទោះបីជាគ្មាននរណាជឿក៏ហីទៅចោះតែលោកធ្វើនយោបាយនេះគឺដើម្បីប្រទេសជាតិរបស់លោកទោះបីជាមិនដេចក្តីវាមានប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក៏បានថ្លែងបញ្ជាក់ថាលោក Rodrigo Duterte និងបកពួករបស់លោកកំពុងតែស្ថិតនៅក្រោមសមត្ថកិច្ចរបស់ប៉ូលីសអន្តរជាតិហើយក្រុមវេជ្ជបណ្ឌិតបានត្រួតពិនិត្យសុខភាពរបស់ពួកគេដែលលទ្ធផលឃើញថាមានសុខភាពល្អប្រសើរជាប្រក្រតីសមាគមជនរងគ្រោះ Rise Up for Life and Rights បានប្រកាសអបអរសាទរថាក្រុមស្ត្រីដែលបានបាត់បង់ប្តីនិងឪពុកម្ដាយដែលបានព្រាត់ប្រាសកូនព្រោះតែយុទ្ធនាការប្រឆាំងគ្រឿងញៀននៅហ្វីលីពីននៅពេលនេះពួកគេមានក្តីសប្បាយចិត្តរំភើបខ្លាំងណាស់និងទន្ទឹងរង់ចាំដំណឹងចាប់ខ្លួនលោកដូចចាស់ទេជាយូរណាស់មកហើយជារឿងដ៏កម្របំផុតដែលជនជាប់ចោទពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិអាចត្រូវចាប់ឃាត់ខ្លួននៅក្នុងប្រទេសកំណើតរបស់ពួកគេប្រសិនបើគ្មានការអនុញ្ញាតបើកភ្លើងខៀវពីអាជ្ញាធររដ្ឋអំណាចហ្វីលីពីនទេនោះច្បាស់ជាពុំអាចធ្វើទៅរួចឡើយនេះបើតាមក្រុមអ្នកជំនាញស្ថានភាពអាស៊ីដោយវិភាគថែមទៀតថាការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនរូបនេះមានពាក់ព័ន្ធទៅនឹងនយោបាយក្នុងស្រុកជាខ្លាំងត្បិតថាលោកដូចចាស់ទេនៅតែបន្តមានប្រជាប្រិយភាពខ្លាំងនៅឡើយនៅក្នុងចំណោមពលរដ្ឋម្ចាស់ឆ្នោតហ្វីលីពីនហើយកូនស្រីរបស់លោកដូចចាស់ទេទៀតសោតគឺលោកស្រីអនុប្រធានាធិបតីសារ៉ាដូចចាស់ទេក៏កំពុងតែរងពាក្យបណ្ដឹងជាច្រើនដែលទាមទារឲ្យទម្លាក់លោកស្រីចេញពីអំណាចនេះក៏ពីព្រោះតែការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាន់តែខិតជិតចូលមកដល់រដ្ឋអំណាចទីក្រុងប៉េកាំងដែលស្និទ្ធទៅនឹងលោក Rodrigo Duterte បានចេញមុខប្រតិកម្មចំពោះការចាប់ខ្លួនអតីតប្រធានាធិបតីរូបនេះដោយអំពាវនាវតុលាការព្រហ្មទណ្ឌអន្តរជាតិកុំឲ្យអនុវត្តច្បាប់ស្តង់ដារ2មហាយៈចិនក៏រំលឹកដាស់តឿនតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតថាគួរជៀសវាងកុំលូកដៃនៅក្នុងល្បែងនយោបាយផ្ទៃក្នុងរបស់ប្រទេសដទៃ